Crop to out. Look how then. 哎呦我的妈！你别笑。ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះបើកឆាកមកបាទស្រាត់នៅតលីអូអស់ហើយបាទអញ្ចឹងខ្ញុំបាននឹងចុះទៅចាប់ត្រីបាទដោយសារត្រីក្នុងស្រះនឹងយើងចាប់អស់ហើយមួយសាហើយប៉ុន្តែយើងចាប់អត់អស់អញ្ចឹងវានៅសល់មួយទៀតអញ្ចឹងឥឡូវយើងកំពុងតែចុះទៅចាប់វាបាទនិយាយពីស្រះនោះក្នុងភុកម៉ែភុកឲ្យបានត្រឹមចកេះបាទលួយភុកមិនចង់ទៅមុខទេបាទទៅបងខ្ញុំកំពុងតែស្រែកថាគាត់គ្រាប់ថ្នោតបាទចំណែកខ្ញុំវិញថាគួរឈើបាទឥឡូវយើងទៅតាមដាននៅសកម្មភាពខ្ញុំចាប់ទាំងអស់គ្នាបាទ Crop to out. វាស្ងល់ហើយពុល We come not to ham to much cha. មើលឃើញបាត់ទៅបាត់លើស្ងល់ហើយមកដឹង Crop to out. Look how then. អត់នោះ ឬបងប្អូនគាត់សើចចំអកចឹងចាប់ត្រីមិនបានបាទខ្ញុំមានអារម្មណ៍ថាអន់ចិត្តមែនតែនពុកម៉ែបងប្អូនទាំងអស់គ្នាបាទមិនអីទេខ្ញុំនឹងតាមចាប់ត្រីនឹងឲ្យបានកុំឲ្យពុកម៉ែបងប្អូននឹងបងប្អូនខ្ញុំគាត់សើចចំអកចឹងណាឥឡូវខ្ញុំនឹងកំពុងតែរាវរកត្រីបាទនិយាយពីភុកនោះបាទភុកមែនតែនជ្រៅមែនតែនបាទសំបីដើកំចង់រួចទេបាទសំណាងឲ្យត្រីវារឿងអស់ខ្យល់ចឹងដោយសារយើងចាប់វាតាំងពីព្រឹកដល់បាទឥឡូវយើងរកឃើញហើយបាទឥឡូវនេះបាទបើមិនបានទៀតមិនដឹងនិយាយថាម៉េចទេបាទចៃដនអីបាទត្រៀមចាប់បានហើយបាទឥឡូវវាឆ្លៀតលបោតចេញពីដៃទៀតបាទអូគេសើចច្បោឲ្យទៀតបាទពុកម៉ែបងប្អូននិយាយទៅខ្នាញ់នឹងត្រីនឹងមែនតើបាទពុកម៉ែបងប្អូនអូបាទនិយាយថាបើសើចចង់ចេញនៅថាត្រីមួយនឹងចាប់អត់ចង់បានអញ្ចឹងដែរឥឡូវមើលស្ដាប់បងប្អូនខ្ញុំគាត់ថាមិនក្រាបបាទសូមជើញស្ដាប់ នេះណែ Crop to out មែន Crop to out បន្ទាប់ពីយើងចាប់បានត្រីនឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវយើងបោះវាមកលើគោកហើយបាទត្រីនឹងធំមែនតែនបាទធំជិត1គីឡូហើយឥឡូវខ្ញុំបានកំពុងតែលូនបាទកាត់ភក់បាទភក់នឹងជ្រៅមែនតែនបាទភក់នឹងគឺត្រឹមលើចកេះខ្ញុំបាទបងប្អូនពុកម៉ែមើលទៅបាទត្រឹមចកេះមិនមែនខ្ញុំនិយាយកុហកទេបាទហើយកំពុងតែលូនបាទដើរបានតែមួយចំហៀននឹងស្ទើរតិចទេឥឡូវយើងកំពុងតែលូនដោយសារមានត្រីមួយទៀតនៅគៀនជ្រាំងមាត់ស្រះអញ្ចឹងណាហើយខ្ញុំមកព្យាយាមវាផុកបាក់ពើកផងបាទហើយយីវាខាប់បាទផុកនឹងដើមចង់ទៅរួចទេដោយសារផុកនឹងវាជ្រៅអញ្ចឹងណាហើយយើងខំព្យាយាមលូនផងកកាយផងបាទរាវផងដើម្បីស្វែងរកត្រីបន្ថែមទៀតអញ្ចឹងណាហើយអាត្រីដែលមួយនៅគីនជាងនោះបាទវាសងល់ហើយវានៅដេកស្ដុកស្ដឹងនោះបាទនោះអត់សូវធំដូចអាមិញទេបាទអាមិញជិត1គីឡូបាទតែអាតូចក្រួយនោះគឺប៉ិនក៏ដៃកូនក្មេងទេបាទប្រហែលជា1ខាំ2ខាំអីទេបាទហើយខ្ញុំនៅព្យាយាមលូនផងក្រាបផងបាទអរគុណបងប្អូនពុកម៉ែទាំងអស់គ្នាដែលបានទស្សនានៅវីដេអូរបស់ខ្ញុំបាទបើស្រឡាញ់និងគាំទ្រពេញចិត្តនៅវីដេអូរបស់ខ្ញុំបាទកុំភ្លេចជួយចុច Subscribe ឲ្យបងប្អូនម្នាក់មួយផងណាពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយសម្រាប់វីដេអូនេះខ្ញុំសូមអរគុណដែលបានទស្សនានៅពីដើមរហូតដល់ចប់អញ្ចឹងណាហើយជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណនិងសូមជម្រាបលាបាយបាយ